ព្រះអង្គដាក់អាយុសង្ខារបរិនិព្វានអង្គព្រះទ្រង់ញៀនមានដែកជាងសំដែង5ព្រះអានន្ទថារត់តែងដែលចាំងបទៅណាទៅបានដោយសារអមឫសីតាំងថាគត់ចាំងក្រំគ្រីហើយមនាលអានន្ទអើយមានមមអីដូចរត់តែងចាំងអមឫសីវស្សាឆ្នាំថ្មី80ហើយក្រោយព្រះអានន្ទទ្រង់ចេញផុតពីព្រះសម្ពុទ្ធមិនយូរឡើយក្រោយផន្តតាហាថ្ងៃត្រង់ហើយមាមិនកន្តើយគាល់សាំងស្ដាឆ្នាំសាញ់ខែមាថ្ងៃអាទិត្យពេញបរមីពិនថ្ងៃនោះណាព្រះអង្គទ្រង់ដឹងអាយុសង្ខារចំពោះមុខមាក្រែនុងឯងនៅនាបាល់បាឡាចេតដីក្បែរវេសាល័យក្រៅកំផែងក៏ក្រើកធរណីក្រុមកន្លែងគោលន់ខ្វាន់ខ្វែងខ្ទោអាកាំងក្រោយមកភីខំជួបជុំគ្នាអង្គព្រះភគវីទ្រង់បានត្រាស់សំដែងគាថាអង្គចាណាំងរំលឹកយ៉ាងច្បាស់ត្រាំងអវាទទ្រង់បានត្រាំងថាសង្ខារទាំងឡាយតែងតែអន្តរាយវិនាសខូចខាតចូលនាងទាំងឡាយកំបីប្រមាទប្រឹងប្រែងសង្វាតឲ្យសម្រាញ់ការភៀកតែស្មូនឆ្នាំងដំដុតដោយដីថយក្តីធំក្តីឆៅឆិនយ៉ាងណាចុងក្រោយរមែងតែងមានកិរិយាបែកធ្លាយធម្មតានេះជាការពិតយ៉ាងណាជីវិតសពសត្វនេះក៏ក្មេងចាំងមានក្រពីលឬបណ្ឌិតចុងក្រោយរមែងតែងតែស្លាប់ពិតបាត់បង់ជីវិតក៏យ៉ាងនោះដែរជីវិតតថាគតមានប្រមាណតិចក៏រំពាពេញឥតកិច្ចកាយប្រែពីថ្ងៃនេះទៅនៅត្រឹម3ខែតថាគតត្រូវតែបរិនិព្វាន3ខែកន្លងយ៉ាងរហ័សសែនសោកស្ដាយណាស់ព្រះទ្រង់ញៀនវេលាចិនភ្លឺទ្រង់ចូលឈានហើយចូលនឹមពៀនកណ្ដាប្រហីក្នុងខែពិសាថ្ងៃអង្គារឆ្នាំសាញ់វេលាចុងរាត្រីថ្ងៃដំ5កើតពេញបរមីបរិស័នប្រុសស្រីជុំត្រៀតត្រាទីត្រង់ព្រះនិព្វាននោះតាំងនៅក្បែរផ្លូវទៅក្រុងកុសេនារារាំងភ្នំមួយគូសាលប្រឹក្សាមានផ្ទាំងសេងឡានៅចន្លោះកុំថាឡាយមនុស្សសោយសោកាសំបីទេវតាស្ថានទាំងអង្គយំសោកបោកប្រានស្ដាយស្រណងលន់កក្រាកអង្គភុំផែនដីទីត្រង់ព្រះនិព្វាននោះអីឡើយគ្មានស្ដកតាំងនៅល្អប្រំប្រៃសំគាល់ទីដែលព្រះចិនស្រីនឹមពៀនលើដីក៏សេងណារាក្នុងស្ដកមានប្រាំងបដិមាថ្មក៏សាំងយ៉ាងល្អគួរជ្រះថ្លាតំណាងព្រះសពព្រះសាស្តាស្ដកស្ដឹងកាយាសែនអាសូរនាងទៅដល់ពិតចិត្តដិនជាប់ឃើញដូចព្រះសពនៅច្រង
មានស្បងជ័យវថ្វាយផ្លាំងបដោទឹកនេត្រាហោនឹកព្រះអង្គនឹកហាំងដូចជានៅថ្មីថ្មីនឹងព្រះចិនស្រីប្រស្រោចស្រង់នឹកដល់ព្រះធម៌ល្អផោផង់នឹកទាំងព្រះសង្ឃអង្គសាវកចាំតាំងអំពីថ្ងៃនេះទៅសូមដើរតាមផ្លូវព្រះរិយក្រំលំព្រះធម៌ដ៏ត្រជាក់ផុតពីអន្ទាំងនៃពួកមាសូមឲ្យលោកនាងបានសោតស្ដាប់ប្រវត្តិសាស្ត្រព្រះភគវីបានសុខចម្រើនគ្រប់គ្នាកុំបីឃ្លានឃ្លីគ្រាណាឡើយ